សម្ដេចហ៊ុនម៉ាណែតបានផ្សាយអំពីរូបភាពគមនោវិជ្ជាជួបណាដាក់ថាថ្ងៃនេះជួបជជែកគ្នាជាមួយបងស្រីគមនោវិជ្ជាក្នុងនាមជាអ្នកនយោបាយចំនួនថ្មីដូចគ្នាតាមការពិតគមនោវិជ្ជាមិនមែនអ្នកនយោបាយទេ she is not politician អូខេគឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិយើងជាពិសេសនៅលើឆាកអន្តរជាតិតាមខ្ញុំដឹងគមនោវិជ្ជាបានទទួលការងារពីសម្ដេចហ៊ុនម៉ាណែតរួចទៅហើយតែនេះគឺជា formality គឺជាផ្លូវការដូច្នេះហើយនៅក្នុងផ្លូវការគឺថ្ងៃនេះណានៅក្នុងផ្លូវការគឺថ្ងៃនេះអូខេឥឡូវចាំមើលពួកអាដែងនិយាយថាម៉េចណាចាំមើលអូខេខ្ញុំកែ show ខ្ញុំនិយាយពីរឿងនេះបន្តិចចុះណាគមនោវិជ្ជាជួបនាយកហ៊ុនម៉ាណែតអូខេខ្ញុំនិយាយណាអូខេឥឡូវមើលទៅហ៊ុនសុកជដាអូខេកិនភេលឹមកឹមសេងSherry Koi អូខេមនុស្សច្រើនបំផុតដែលខមមិនរឿងនេះគឺវិជ្ជមានដូច្នេះពួកអាសំរាំងស៊ីស្លឈាមជារឿងធម្មតាពួកវាតែងតែស្កាត់មិនឲ្យកមនោវិជ្ជាធ្វើអីកើតទេកមនោវិជ្ជាដែលខ្ញុំបារម្ភមិនបារម្ភរឿងពួកអាសំរាំងស៊ីស្លឈាមទេខ្ញុំបារម្ភរឿងកមនោវិជ្ជាចេះធ្វើការឬទេណាពីព្រោះកមនោវិជ្ជាមិនមែនជាអ្នកនយោបាយហើយក៏មិនទាន់ធ្លាប់ធ្វើការខ្ញុំចង់ឃើញក្មួយហ្នឹងខិតខំធ្វើការហើយធ្វើការឲ្យចាញ់លទ្ធផលនេះគឺជាសារៈសំខាន់របស់ក្មួយនឹងមិនមែនអ្នកនយោបាយទេតែក្មួយនឹងអាចធ្វើកិច្ចការអញ្ចឹងសង្ឃឹមថានឹងអាចបម្រើកិច្ចការតាមការតែងតាំងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអាហ្នឹងប៉ុណ្ណឹងក្រៅពីហ្នឹងខ្ញុំអត់មានយោបល់អីទេហ្នឹងប៉ុណ្ណឹងបើយើងក្រឡេកមើលណាបើយើងក្រឡេកមើលទស្សនវិជ្ជានេះណាបើយើងក្រឡេកមើលទស្សនវិជ្ជានេះយើងនឹងអាចដឹងថាណាបើយើងក្រឡេកមើលទស្សនវិជ្ជានេះយើងអាចដឹងថាលោកកឹមសុខានឹងធ្វើការនៅក្នុងប្រទេសអត់មានធ្វើនយោបាយជាគណៈបកអីទៀតទេលើកលែងតែមានអ្វីផ្លាស់ប្ដូរដែលខ្ញុំមិនជឿថាវាផ្លាស់ប្ដូរអីទេដូច្នេះគមនោវិជ្ជាទៅធ្វើការនៅក្នុងចំណុះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត
ចំណែកឯលោកកម្មសុខាធ្វើកិច្ចការទៅតាមកិច្ចសហប្រតិបត្តិការឬក៏ទៅតាមទំនាក់ទំនងជាមួយនឹងលោកហ៊ុនសែនអានេះតាមមើលទៅចាញ់អញ្ចឹងយ៉ាងណាក៏ល្មមសំរុំដែរហើយប្រទេសកម្ពុជាគ្មានពេលលេងល្បែងប្រជាធិបតេយ្យអីទៀតទេពេលព្រោះវាអត់មានប្រជាធិបតេយ្យអញ្ចឹងវាអត់មានអីទៅលេងល្បែងប្រជាធិបតេយ្យអីទៀតទេគឺត្រូវតែរៀនរស់ជាមួយគ្នាណាគឺត្រូវតែរៀនរស់ជាមួយគ្នាចុះបើខ្មែររៀនរស់ជាមួយគ្នាខ្ញុំជឿថាល្អខ្ញុំជឿថាល្អណាចំណែកខ្ញុំនៅក្រៅប្រទេសទៅនៅសុខសប្បាយរបស់ខ្ញុំទៅសត្វថាឡោមឡៅឡាំអញ្ចឹងណាពិសេសដែរបងព្រោះថាជាសកម្មភាពល្អគាត់ឆ្វេងយល់ល្អហើយគាត់បន្តតាក់ទងឲ្យជាតិបានសេចក្តីសុខខ្ញុំយល់ព្រមខ្ញុំយល់ថារឿងហ្នឹងជារឿងល្អហើយមនុស្សដូចខ្ញុំដែលវាមិនពាក់ព័ន្ធអីនៅរស់ស្រុកអាមេរិកដោយសុខសាន្តចំណែកពួកឆោបោកប្រជាជនឲ្យចលាចលស្ដីថាឲ្យវាខ្លះទៅអាហ្នឹងអញ្ចឹងក្រោយពីរូបភាពនេះបានចេញផ្សាយពួកអសមរាំងស៊ីស្លឈាមណាស្លឈាមអាហ្នឹងអញ្ចឹងពីព្រោះមិនមែនស្លឈាមខឹងទេស្លឈាមត្រង់ថាពួកវា2ឡូហ្នឹងវារិចរិលអស់ទៅណាអានោះទេណាជាចំណែកណាអាចារ្យអេក្រោយពីសម្ដេចហ៊ុនសែនបានលើកឈ្មោះកាលពី2ម៉ោងមុនអាចារ្យអេបានចេញប្រកាសចាអេទទួលបញ្ជាសម្ដេចពុកហើយចាអេសូមក្រាបសុំទោសដល់សង្គមនិងក្រសួងព័ត៌មានផងដែលប៉ះពាល់ដល់ក្រមសីលធម៌អ្នកសារព័ត៌មានអាចារ្យអេចេញផ្សាយអញ្ចឹងណាពីព្រោះប៉ុស្តិ៍អាចារ្យអេហ្នឹងមានបញ្ហាអីមួយសុខសប្បាយដល់អាចារ្យអេអើយណាអូខេព័ត៌មានឥឡូវយើងមើលប្រទេសថៃណាតើវាមានស្អីប្លែកឬទេព្រឹត្តិការណ៍ថ្ងៃនេះគឺសម្ដេចហ៊ុនសែននិយាយអាចារ្យអេឆ្លើយហើយនឹងព្រឹត្តិការណ៍កម្មនុវិទ្យាជួបសម្ដេចហ៊ុនម៉ាណែតអូខេអត់មានអីធំដុំទេនៅប្រទេសថៃគឺបន្តរងគ្រោះណាបន្តរងគ្រោះធម្មជាតិចំណែកអនុទិនហ្នឹងមើលទៅដូចកូនឆ្កែកពើហាយកូនឆ្កែអញ្ចឹងអត់មានអីធំដុំទេណាវាមិនដែលមានអាណាយកយន្តហោះដង្ហាលមួយទៅហោះហើយប្រើ S16 ឲ្យ escort ណាវាតលន់ណាអត់ចេះខ្មាស់គេណាក្រៅពីនឹងអត់មានអ្វីធំដុំទេ
ពីពួកថៃណាអត់មានអីធំដុំទេក្រោយពីប៉ុលពតស្លាប់ទៅសមាជិកមជ្ឈិមបកខ្មែរក្រហម4-5 នាក់ក្នុងចំណោមស្រីម្នាក់គាត់គឺអៀងធីរិទ្ធជាប្រពន្ធអៀងសេរីហើយអត់បានការអញស្មានតែរឿងអីធំដុំអញស្មានតែរឿងអីធំដុំរឿងអត់បានការគណៈកម្មាធិការអង្គការមូលនិធិសង្គ្រោះបន្ទាន់កម្ពុជាណាសង្គ្រោះបន្ទាន់ឯណាលោកអាយលោកដាក់ឈ្មោះមិនសមណាចម្លាក់មកុដលើជញ្ជាំងប្រាសាទខ្មែរ Crown Motif carving on ancient Khmer temple wall រូបភាពនេះបង្ហាញពីចម្លាក់អត់ទេអ្នកយកមកទៅសេនេះដាក់ទំព័រថាវប្បធម៌ប្រវត្តិសាស្ត្រតែអត់ស្គាល់អាមកុដនោះសៀមតាមានដូចមកុដពាក់នៅចម្លាក់អង្គរឯណានឹងហើយដែលពួកសៀមវាមើងងាយពីព្រោះអត់សិក្សាច្បាស់លាស់ដាក់ឈ្មោះ page សិតតែវប្បធម៌សិតតែសិល្បៈប៉ុន្តែដល់ពេលមកនិយាយគ្មានមូលដ្ឋានដល់វាគ្មានមូលដ្ឋានណាអញ្ចឹងណាច្បាប់របស់អាមេរិក family base ក្រៅពីប្តីប្រពន្ធឪពុកម្ដាយកូនបងប្អូនគូដណ្ដឹងគឺมันអាចធានានរណាផ្សេងមកបានទេអំពូម៉េងតាយាយជីដូនមួយជុតមួយក្មួយចៅมันអាចធានាបានទេមានស្ត្រីម្នាក់គាត់ផ្សាយពីរឿងអន្តោប្រវេសន៍ទុកឲ្យគាត់ផ្សាយតាណាទុកឲ្យគាត់ផ្សាយតាណា